នៅសួនកំសាន្តកន្លែងដែលខ្ញុំចូលចិត្តជាងគេគឺនៅពេលដែលជិះទូកក្នុងរូងថ្មសិប្បនិម្មិតនេះហើយនឹងមើលតុក្កតាមើលផ្កាមានពណ៌មានពន្លឺភ្លឺចាំងចែងលក្ខណៈ fairy tale ដូចថាគេហៅអីគេដូចថាសួនសុបិនដូចតុក្កតាស្អាតដូចយើងតែងមើលពីក្មេងហ៎នេះដោយសារតែយើងអត់ចូលចិត្តអាជិះអាបុកគ្រឹះជិះអាតេះភ្លើងបែបរន្ធត់ហ៎អញ្ចឹងយើងមកជិះអានេះហើយណាមួយពេលយើងដើរនៅសួនកំសាន្តគឺវាក្តៅដល់ពេលយើងចូលមកដល់ក្នុងនេះវាត្រជាក់ស្រួលហើយមានអារម្មណ៍ថាគេថាអីគេបរិយាកាសវាមានសន្តិភាពវាស្ងប់ស្ងាត់ peaceful គេមានភ្លេងលហឹមហើយជិះទូកនៅលើទឹកនេះខ្ញុំមើលទៅឡើងស្លុងអារម្មណ៍ហើយមានអារម្មណ៍ថាធូរស្រាលសប្បាយប៉ុន្តែជិះហ្នឹងវាអត់យូរប៉ុន្មានទេហើយជា10ឬក៏15នាទីទេចុះហើយជិះហើយចង់ទៅមកជុំ2ជុំទៀតនេះសារទៅក្រៅដូចថាអញ្ចឹងវាក្តៅហើយវាតែកន្លែងលេងនឹងវារន្ធត់មានតែកន្លែងហ្នឹងឯងចូលចិត្តជាងគេហើយជិះហ្នឹងសើមអស់ហើយចេញទៅសើមចូលក៏ដោយសារគេសិតពីអាវភ្លៀងដោយសារមានកន្លែងខ្លះមានបាចទឹកមកហើយក៏មានកន្លែងរៀងដូចថាបញ្ញាអារម្មណ៍យើងខ្លះដែរពេលមកដល់ដំបូងហ្នឹងគឺទូកនឹងវាធ្លាក់មកឈូអញ្ចឹងទៅហើយចាំមើលអាចុងក្រោយអ្នកទាំងអស់គ្នាអាចុងក្រោយហ្នឹងជិះឡើងទៅលើហ្នឹងក៏វារៀងថាព្រឺព្រួយអារម្មណ៍តិចដែរប៉ុន្តែវាមិនដល់ថ្នាក់ណាឲ្យអស់ព្រលឹងប្រលះទេហើយខ្ញុំចូលចិត្តមែនទែនស្អាតដែរមកជុំគ្នាណ៎សេហ្វីពីមុខបងសេហ្វីមួយផុតឡើយបងសេហ្វីមួយទៅបីវ៉ាន់ឃើញអត់ឃើញទេ